ដឹកនាំប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោហ៊ុនសែនដែលបាននាំមកនូវសន្តិភាពការរួបរวมជាតិនិងការអភិវឌ្ឍដោយសពថ្ងៃគឺជាលទ្ធផលដែលបានផ្ដល់ជូនប្រជាជនទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តគោរពស្រឡាញ់និងគាំទ្រជូនចំពោះសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោប្រធានព្រឹទ្ធសភាយប់ថ្ងៃទី13មករាបានបង្ហោះសារបញ្ជាក់ពីខួប41ឆ្នាំចូលកាន់តំណែងនាយករដ្ឋមន្ត្រីដែលកាលនោះមានវ័យត្រឹមតែ32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហោះយ៉ាងដូចនេះថាស្ទើរតែភ្លេចថ្ងៃនេះគឺជាខួបលើកទី41ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ14មករា1945ដល់14មករា2026ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសខែមករាឆ្នាំ1979ក្នុងវ័យ27ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមិថុនាឆ្នាំ1981ក្នុងវ័យ26ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេល44ឆ្នាំនិងនៅព្រឹទ្ធសភាជិត3ឆ្នាំសរុបជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ